ស្រស់លេខ1នៅសាំងជីងដូចខ្ញុំនេះលក្ខខណ្ឌទាំងអស់នេះខ្ញុំដូចជារំភើបចិត្តដែរលោកព្រមហើយអធិស្ឋានខ្ញុំបដិសេធមាសប្រាក់អំណាចបុណ្យស័ក្តិនិយាយចំពោះខ្ញុំគ្មានតម្លៃតទៅសោះចំណែកស្រីលេខ1នៅក្នុងសាំងជីងខ្ញុំបែបរំភើបចិត្តបន្តិចប៉ុន្តែរឿងដែលធ្លាក់នាំមកពីលើមេឃបែបនេះមិនយូរទេអាចនឹងមានបញ្ហារត់មកដល់ផ្ទះមនុស្សដូចជាខ្ញុំនេះណាមិនចូលចិត្តបញ្ហាទេចាចំនួនជាមួយមនុស្សឆ្លាតពិតជាមិនចំណេញតតែសោះប៉ុន្តែលោកកុំអាលបដិសេធនឹងខ្ញុំអីព្រោះថានៅក្នុងដៃរបស់ខ្ញុំនេះខ្ញុំពិតជានៅមានកូនអុកដែលលោកលៀងពិបាកនឹងបដិសេធជាមួយខ្ញុំមែនទេអញ្ចឹងខ្ញុំចង់ដឹងណាតើអ្នកនាងមុខនៅមានកូនអុកអីដែរដែលអាចធ្វើឲ្យខ្ញុំផ្លាស់ប្ដូរគំនិតខ្ញុំដឹងដំណឹងខ្លះពាក់ព័ន្ធនឹងម្ដាយរបស់លោកស្លាប់បើតាមខ្ញុំដឹងម្ដាយរបស់លោកមិនមែនស្លាប់ដោយសារការចងកតែមានគេធ្វើបាបនេះថាម៉េចឲ្យតែលោកលៀមចូលព្រមលក្ខខណ្ឌរបស់ខ្ញុំនឹងប្រកល់ព័ត៌មានដែលខ្ញុំបានដឹងទាំងអស់ឲ្យលោកតែកុំអាចបង្ខំអីលោកលៀមអាចពិចារណាតាមស្រួលមួយរយៈនេះខ្ញុំសាក់នៅវាមានអ៊ីនឈៀបើលោកគិតច្បាស់លាស់ហើយអាចមករកខ្ញុំបានគ្រប់ពេលនេះការខ្មៅ VIP វាមានអ៊ីនឈៀពីពេលនេះតទៅវាមានអ៊ីនឈៀគឺជារបស់លោកលីមហើយអ្នកនាងមលីនេះគឺជាកូតាសាឡបងរបស់វិមានស្ដេចទេពឆ្នាំនេះក្រៅពីលិញឈិញហឺត្រូវលុបឈ្មោះចេញអ្នកផ្សេងទៀតមាននៅក្នុងបញ្ជីវ៉ាងអ៊ីយ៉ានអូលិញឈិញហឺកាលពីមុនប្រគល់ឈ្មោះឲ្យទៅវ៉ាងអ៊ីយ៉ានប៉ុន្តែលេងយកជាការហើយវ៉ាងអ៊ីយ៉ានក៏បានស្នើសុំកូតាសាឡបងខ្លួនឯងបើអញ្ចឹងឈ្មោះនេះអាចដល់មកវិញបានទេមិនបាច់ទេតែវ៉ាងអ៊ីយ៉ាននិងលោកលីមក្រែងនៅសារតែអញ្ចឹងបានចៅបន្តទៀតខ្ញុំនៅតែមិនយល់សូមអ្នកនាងម្ចាស់ជួយបញ្យល់ផងវ៉ាងអ៊ីយ៉ានមានវាសនាល្អគេតែងគិតថាសមិទ្ធផលគេថ្ងៃនេះបានមកពីការខំប្រឹងប្រែងរបស់ខ្លួនឯងតែគេមិនដឹងពីកំណត់របស់គេល្ងងខ្លាំងបំផុតទេបើអញ្ចឹងគួរតែដកឈ្មោះត្រឡប់មកវិញទើបត្រូវអត់ទេខ្ញុំចង់ឲ្យគេដឹងបើគ្មានលោកលីមជួយគេទេគេពិតជាគ្មានអ្វីទាំងអស់យ៉ាងណាគេធ្លាប់ជាប្រពន្ធលោកលីមទោះបីយ៉ាងណាក៏គួរតែទុកឱកាសគេម្ដងដែរថាមិនបានគេអាចបង្កើតអភូតហេតុណាមួយក៏ថាបានអ្នកនាងគួរតែបន្ទោសប្រុសចង្រៃលីមឈិននោះបំផ្លាញពិធីគោរពគ្រូធ្វើឲ្យគ្រួសារវាងនេះរកោសរង្គើចំណែកឈ្មោះសហការជាមួយនឹងយើងម្នាក់តែភ្នែកអន់បំផុតពីមុនអ្នកខ្លះអន់លំទោនពេលមានរឿងក៏រត់លឿនជាងអ្នកណាទាំងអស់មិនអាចបន្ទោសពួកគេទាំងសងទេសប្តាហ៍ថ្ងៃអភិជននៅជីងលីងត្រូវលោកលេខជំរាបបញ្ជីបើចង់ឲ្យស្ងប់ស្ងាត់ត្រូវការពេលវេលាបន្តិចថាម៉េចឈ្មោះខ្ញុំជាប់ក្នុងបញ្ជីកូតាសាឡបងវិមានស្ដេចទេបេមិនអាចបន្ទោសពួកគេទាំងសងទេសប្តាហ៍ថ្ងៃនេះត្រូវលោកលេខជំរាបបញ្ជីបើចង់ស្ងប់ស្ងាត់ត្រូវការពេលវេលាបន្តិចត្រូវហើយអ្នកនាងលីមួយរយៈមុននេះប្រកល់កូតាសាឡបងឲ្យអ្នកនាងបានចូលរួមក្នុងការសាឡបងមែនដល់ពេលនោះសំបីលោកលេខក៏មិនអាចឆ្លើយដាក់អ្នកនាងបានទៀតដែរឈ្មោះនោះត្រូវគេលុបចោលយូរហើយប៉ុន្តែខ្ញុំបានស្នើដាក់ជាថ្មីគ្រាន់តែមិនដឹងថាជាប់ឈ្មោះឬអត់ថាម៉េចខ្ញុំជាប់ឈ្មោះក្នុងបញ្ជីសាឡបងលូតាវាមានស្ដេចទេឲ្យខ្ញុំទៅសាំងជិញចូលរួមវាតម្លៃ3ថ្ងៃក្រោយហ៎អរគុណច្រើនហើយពិតជាអរគុណខ្លាំងមែនទែនអ្នកនាងខ្ញុំថាអ្នកនាងពិតជាទៅរួចសម្រាប់លោកជាលឹមឈិនមិនចេះខ្មាស់គេថាអ្នកនាងជោគជ័យដោយសារតែគេពិតជាគួរឲ្យចង់សើចបើសិនជាគ្មានគេមករំខានអ្នកនាងទេអ្នកនាងអាចកាន់តែខ្ពង់ខ្ពស់ទៅត្រូវលឹមឈិនខ្ញុំនឹងបញ្ជាក់ឲ្យលោកមើលគ្រប់យ៉ាងដូចសពថ្ងៃនេះខ្ញុំពឹងលើសមត្ថភាពខ្លួនឯងទាំងអស់ទោះបីគ្មានលោកខ្ញុំអាចដើរកាន់តែឆ្ងាយលោកតាចាខ្ញុំដឹងហើយបានជីងជួយចុះអ៊ីមែលទៅលឹមឈិនលោកម្ចាស់រឿងដែលខ្ញុំសើបពីមុខពេញនិញខ្ញុំបានសើបរួចហើយមុខពេញនិញរំលឹករឿងភ្ជាប់ពាក្យជាមួយលោកម្ចាស់ពិតជាមានគោលបំណងផ្សេងហើយគ្រួសារធំទាំង4នៅសាំងជីងប្រកួតប្រជែងគ្នាគ្រួសារមុខរកស៊ីមានផលិតផលឱសថគឺគ្មានទេពចម្បាំកាយ9ការពារ3គ្រួសារទៀតផងចង់ដណ្ដើមលេខរៀងគ្រួសារអភិជនគ្រួសារមុខចង់ពង្រឹងអំណាចរបស់ខ្លួនឯងត្រូវសវ៉ាចាប់ដៃគូខាងក្រៅពិសេសគឺគូសកលដែលគ្រួសារមុខណែនាំគេសុទ្ធតែមិនពេញចិត្តតាមពិតអញ្ចឹងទេយ៉ាងណាលោកជាអ្នកប្រុសគ្រួសារធំលីមត្រឹមឋានៈអ្នកប្រុសមិនអន់ជាងអ្នកណាទេថែមទាំងមានឱកាសខ្លាចជាម្ចាស់គ្រួសារលីមទៀតផងនេះជាឱកាសល្អបំផុតសម្រាប់គ្រួសារមុខអ្នកបន្តមរតកគ្រួសារដែលគេបានផាត់ចោលកាន់តែងាយស្រួលទិញទឹកចិត្តដូច្នេះមុខពេញលីមមិនត្រឹមតែមិនបំផ្លាញលោកគេអាចជួយលោកដណ្ដើមយកគ្រួសារលីមមកវិញក៏ថាបានដែរត្រូវហើយគេមិនដឹងពីសាវតាពិតរបស់លោកទេទើបគេហ៊ានដាក់លក្ខខណ្ឌជាមួយលោកគេមិនដឹងពីសាវតាពិតរបស់ខ្ញុំទេស្រីម្នាក់នេះមានកំណត់ជើងណាមិនមែនធម្មតាទេគួរបដិសេធនឹងគេទៅតែ5មុខពេញលីមទៅខ្ញុំយល់ព្រមលោកម្ចាស់ចូលព្រមរៀបការជាមួយនឹងគេមែនទេពេលដែលគេប្រើប្រាស់ខ្ញុំជាពេលដែលខ្ញុំត្រូវប្រើប្រាស់គេដែរណាមួយយើងគួរដល់ពេលទៅសាំងជិញវិញហើយឃ្លាតពីស្រុក10ឆ្នាំខ្ញុំជឿថាពួកគេបំភ្លេចខ្ញុំចោលទៅហើយគួរទៅដល់ពេលហើយឲ្យពួកគេដឹងថាលៀមឈិនខ្ញុំត្រឡប់មកវិញជូនដំណឹងទៅវិមានស្ដេចទេពទៅ3ថ្ងៃក្រោយខ្ញុំទៅដល់សាំងជិញទទួលបញ្ជាគំនុំឈាមកាលពីមុនខ្ញុំមានសមត្ថភាពសងសឹកហើយទៅវិញរឿងនេះខ្ញុំនឹងឲ្យមនុស្សដែលធ្លាប់ធ្វើបាបម៉ាក់សងតម្លៃមកវិញវ៉ាយ៉ាងមានកាយលឹមឈិន
ស្អែករៀបចំធ្វើពិធីចម្រើនបញ្ជនលោកតាលោកត្រូវតែចូលរួមទីតាំងនៃបន្ទប់301វិមានអ៊ីនឈៀ ខ្ញុំទៅចូលរួមពិធីចម្រើនអាយុគាត់មិនសមទេដឹង មួយរយៈនេះសុខភាពគាត់មិនសូវល្អទេទើបខ្ញុំមិននិយាយរឿងពួកយើង ពាក់ព័ន្ធអីនឹងខ្ញុំ លឹមឈិនលោកយកកន្លះទៅសាប់ផងធម្មតាលោកតាកាន់តែល្អដល់លោកបើកុំតែលោកតាគិតថាខ្ញុំតែរកលោកមែនទេ នេះជារឹកពីដែលនាងវល់គេ លោកចង់ចាំមិនទៀត ប៉ុន្តែកុំធ្វើរឹកពីខ្ពង់ខ្ពស់បង្កប់បញ្ជាខ្ញុំម៉េលីត្រៀមកាដូខុសកំណើតឲ្យខ្ញុំស្អែកខ្ញុំទៅចូលរួមពិធីចម្រើនអាយុលោកម្ចាស់ធំ លោកម្ចាស់ចង់ទៅចូលរួមទៀតអី ប្រហែលឆ្នាំនេះខ្ញុំជាអ្នកថែទាំលោកម្ចាស់ធំគាត់ទុកខ្ញុំដូចជាចៅបង្កើតចាត់ទុកថាចំនួនលាគាត់ ខ្ញុំយល់ហើយអ្នកនាងយ៉ាងម៉េចហ្នឹងគេហៀបបាត់ទូរស័ព្ទមុនពេលមុនគេមិនអាចធ្វើអញ្ចឹងទេប៉ុន្តែអ្នកនាងគេលេងជាមួយអ្នកនាងហាញតាបានជីងពិធីខុសកំណត់នៅថ្ងៃស្អែកនេះ អាយូលឹមឈិនមើលចោលរូបរាងអ្នកក្រីក្រទីនេះជាវិមានអ៊ីនឈៀសន្តាគារលំដាប់កាយ7តែមួយនៅជីងលីងអ្នកមានឋានៈក្រមសទ្ធិគេមិនឲ្យជួលទេឯងជាអ្នកក្រីក្រគ្មានសិទ្ធិជួលទីនេះទេបញ្ញាប់ចេញទៅវិញព្រមទៅខ្ញុំមកទីនេះមិនតន់ដល់ពេលឯងមកកបបញ្ជាទេចាំអញរកខ្លួនត្រូវទេគ្មានមកជួបគេមិនហើយលឹមឈិនប្រហែលថ្ងៃមុនខ្ញុំឮថាលោកលេខខឹងសម្បំណានិយាយទៅតើឯងគ្រប់សុំទោសលោកលេខប្រហែលដងដែរទើបលោកលេខទុកជីវិតឲ្យឯង យ៉ាងសឹងតាមម៉ាក់មើលទៅគេមិនត្រឹមតែអោនក្បាលគោរពលោកលេងទេថែមទាំងសុំទោសអភិជននៅទូទាំងខេត្តទៀតផង អស់ចិត្តនៅចាំមិនចាក់ចំចំណុចរសាបែអញ្ចឹងបញ្ញាប់ទៅវិញទៅអញ្ចឹងបញ្ញាប់ចេញទៅវិញទៅទីនេះតតែជាអ្នកប្រមានទ្រព្យសម្បត្តិដូចខ្ញុំទើបមានសិទ្ធិជួលចំណែកឯងវិញមិនស័ក្តិសមជួលទេ ចាំបាច់ទៅជាច្រើនធ្វើអីឯងមើលទៅរូបរាងគេទៅក្រអោយរហាមតាមម៉ាក់គិតណាសូម្បីតែប្រាក់200ក៏គ្មានផងក៏ហ៊ានចូលមកទីនេះហើយសុំតែសុកដេញគេចេញតែម្ដងទៅ សន្តិសុខយាមទ្វាររបៀបមិនបានចោលអ្នកក្រីក្រចូលមកបានអញ្ចឹងអត់ជាស្អីអ្នកប្រវាខ្ញុំបញ្ញាប់ចាត់ចាញ់ភ្លាមអាបងទីនេះមិនមែនជាកន្លែងអង្គុយមកទេបញ្ញាប់ចេញទៅវិញភ្លាមច្បាស់ហើយដេញខ្ញុំចេញដោយមិនសួរខុសទៅសខ្មៅអ្នកប្រវាថាឯងជាអ្នកក្រីក្រគឺអ្នកក្រីក្រហើយយល់ល្អបញ្ញាប់ចេញទៅវិញទៅបញ្ញាប់ខ្ញុំវៃបង្ខំមកចេញ ឈប់សិនពួកឯងចង់ធ្វើអី មេកាទីនេះមានអ្នកក្រលោកចូលមកក្នុងខ្ញុំកំពុងតែដេញគេចេញទៅវិញ អ្នកក្រអីបងខ្លៃ ឯងគឺជីវិន បងខ្លៃខានជួបគ្នាយូរហើយ ខានជួបគ្នាយូរមែនស្អីគេបងថ្លៃ ពួកឯងចង់ទៅថ្លំធំមែនហ៊ានដេញបងខ្លៃខ្ញុំចេញទៅវិញផង មេកាមិនពាក់ព័ន្ធនឹងខ្ញុំទេគឺអ្នកប្រវាឲ្យពួកខ្ញុំធ្វើអញ្ចឹង យ៉ាងសឹងអ៊ំស្រីថ្ងៃនេះរៀបចំពិធីចម្រើនអាយុលោកតាហេតុអីបានចដេញបងខ្លៃខ្ញុំចេញទៅវិញ បងចដូនមួយគេលេងជាបងថ្លៃទៀតហើយអាសម្រាប់នេះគេមិនចេះប្រមាណខ្លួនលួចមានស្រីក្បត់បោកខ្ញុំថែមទាំងទៅអប់លោកក្នុងពិធីគោរពគ្រូខ្ញុំទៀតទើបបានជាបងស្រីខ្ញុំដេញគេចេញពីផ្ទះទើបបានជាបងស្រីខ្ញុំដេញគេចេញពីផ្ទះ មិនក៏អញ្ចឹងបងខ្លៃមិនមែនជាមនុស្សបែបហ្នឹងទេ ស្គាល់មុខស្គាល់មាត់មិនស្គាល់ចិនដាច់ខាតកំចាញ់បោកគេអសោះខ្ញុំឮថាគេចិញ្ចឹមស្រីមិនដឹងប្រមាណអ្នកទេជីវិតគេច្បុកច្បល់ណាស់យប់ល្អនៅឲ្យឆ្ងាយពីគេបន្តិចប្រយ័ត្នឆ្លងរោគស្អីពីគេទៅ បានហើយជីវិនទៅហើយកាលពីមុនជនដែលអ៊ំនិយាយជាមួយឯងនេះយ៉ាងម៉េចដែរពិចារណាមិនហើយបងចដូនមួយឯងចិត្តរៀបការហើយឯងធ្វើជាបងស្រីគេគួរតែបានពួតអ្វីខ្លះអាចទិញផ្ទះគេបានដែរអ៊ំស្រីចាំសិនរៀបការខ្ញុំប្រកាសជាសប្បាយចិត្តតែរឿងទិញផ្ទះឲ្យគេវាដូចជាថ្លៃពេកហើយគាត់តែទិញផ្ទះសោះជាបងចដូនមួយឯងណា ត្រូវឲ្យបងស្រីបងធ្វើជាមេការក្រែងបានប្រាក់ខែខ្ពស់ដែរតាទិញផ្ទះចង់តែខ្ញុំមានអីអស់ចាសំបីលុយបន្តិចបន្តួចក៏មិនព្រមចាយបងដូចជាមកស្វាត់ពេកហើយ ប៉ុន្តែយ៉ាងសឹងគេពិតជាគ្មានលុយដល់ម្លឹងទេបងអីចានគាត់មានលុយច្រើនជាងលុយរបស់អីចានជាលុយក្នុងគ្រួសារវាងមានអីពាក់ព័ន្ធជាមួយឯងតាមមើលទៅឯងមិនចង់ទិញឲ្យចិត្តអត់បានមែនតាមពីតូចអ៊ំស្រឡាញ់ឯងខ្លាំងណាស់មិនក៏អញ្ចឹងខ្ជិលនិយាយជាមួយឯងណាស់ថ្ងៃនេះបើឯងមិនទិញផ្ទះឲ្យបងឯងទេថ្ងៃក្រោយគ្រួសារវាងឯងមិនបាច់ចូលទៀតទេអ៊ំស្រី ទៀងនេះមិនចេះខ្មាស់អៀនមែន អាចមកសិតឯងនិយាយស្អីនេះជារឿងគ្រួសារវាងអត់ពាក់ព័ន្ធជាមួយឯងទេ ចិនបើខ្លាំងឯងជួយចេញលុយគេទៅឯងជាអ្នកក្រចង់មកព្រួយអីនៅទីនេះ អ៊ំស្រីរឿងលុយកាក់ចាំខ្ញុំរំលឹកជបាយយើងចូលរួមពិធីចម្រើនអាយុលោកតាសិនទៅណាចង់ទៅណាបើថ្ងៃនេះឯងមិនទិញផ្ទះបងឯងទេឯងនឹងអាចសម្រាប់នេះមិនអាចចូលក្នុងបានទេ